ហ្នឹងហើយមតិរបៀបហ្នឹងកំណត់របៀបហ្នឹងខ្ញុំចង់ឃើញ comment របស់បងចឹងសរសេរនៅលើបណ្ដាញចឹងទៅសង្ឃឹមថាអ្នកដែលមានអំណាចនយោបាយថ្ងៃណាមួយគាត់ scroll ចុះ scroll ឡើងទៅបានអាន comment របស់អ្នកណាម្នាក់អំពីស្មារតីរួបរวมអំពីស្មារតីបើកបេះដូងអំពីស្មារតីពីព្រោះនៅក្នុងលក្ខខណ្ឌមួយខ្ញុំមើលឃើញចាខ្ញុំស្ដាប់ដោយខ្ញុំតែងលើកណាឆាត់ឆៃឈុនហាវ៉ាន់នាយករដ្ឋមន្ត្រីរបស់ប្រទេសថៃដែលគាត់ធ្លាប់លើកឡើងថានៅក្នុងបរិបទនយោបាយគ្មានមិត្តនិរន្តរ៍ហើយនឹងគ្មានសត្រូវអមតៈអាហ្នឹងវាគឺជាស្មារតីឬក៏ជាទស្សនៈនយោបាយរបស់អ្នកនយោបាយប៉ុន្តែខ្មែរយើងឬក៏អ្នកនយោបាយយើងអត់ទេយកអតិថិភាពឬក៏ទំនាស់នយោបាយទំនាស់ទស្សនៈហ្នឹងណានិយាយការពិតទៅរវាងលោកហ៊ុនសែនជាមួយនឹងលោកហ៊ុនសែនរ៉ាស៊ីណាគឺបង្កើតអាទ្រឹស្ដីមួយមានស៊ីអត់សែនមានសែនអត់ស៊ីឬក៏ទឹកឡើងត្រីស៊ីសមុទ្រទឹកហោចសមុទ្រស៊ីត្រីទាំងអស់ហ្នឹងណាខ្ញុំថាបើសិនជាខ្ញុំវិញណាខ្ញុំធ្វើគេហៅស្អីខ្ញុំធ្វើបទអត្ថាធិប្បាយមួយវែកញែកឲ្យដាច់អំពីទស្សនៈទាំងអស់ហ្នឹងនៅក្នុងបរិបទខ្លះនៅក្នុងស្ថានភាពខ្លះណាខ្មែរយើងមិនអាចនៅចិញ្ចឹមចិត្តចង់អាឃាតរហូតដល់ស្លាប់រៀងខ្លួនអញ្ចឹងឯងអ្នកនយោបាយគឺជាអ្នកនយោបាយទស្សនៈគឺជាទស្សនៈការពិតហើយនឹងផលប្រយោជន៍របស់សង្គមជាតិដោយឡែកដូច្នេះកន្លែងខ្លះយើង compromise បានធ្វើទៅខ្ញុំមិនដឹងថាត្រូវនិយាយថាម៉េចទេបើសិនជាថ្ងៃនេះខ្ញុំនិយាយថាលោកហ៊ុនសែនឥឡូវហ្នឹងប្រទេសយើងលិចលង់ហើយតើយើងរកលទ្ធភាពណាដើម្បីបើកលំហសេរីភាពខ្ញុំអត់មែនចរចាជាមួយលោកហ៊ុនសែនទេក៏ប៉ុន្តែខ្ញុំចង់និយាយថារកលទ្ធភាពណាដើម្បីធានាឲ្យជាតិសាសន៍របស់យើងនៅគង់វង្សមិនមែនក្រោមរូបភាពនយោបាយរបស់លោករាល់ថ្ងៃហ្នឹងទេរូបភាពនយោបាយរបស់លោករាល់ថ្ងៃគ្រាន់តែបាត់ដីប្រមាណ41ទីតាំងហ្នឹងណាលោកយកមិនបានផងណាកុំនិយាយឡើយតែបាត់ដីនៅភូមិភាគខាងលិចឬក៏តំបន់ភាគខាងលិចនៃប្រទេសកម្ពុជាដីខាងកើតទាំងប្រមាណហ្នឹងលោកហ៊ុនសែនមានដឹងថាទាំងអស់ហ្នឹងប្រជាពលរដ្ឋអត់ធ្មត់មិនហ៊ាននិយាយពីព្រោះខ្លាចជាប់គុកដូច្នេះមានន័យថាប្រទេសជាតិយើងវាបាត់បង់ដោយសារលោកហ៊ុនសែនច្រើនហើយរឿងទាំងអស់ហ្នឹងមិនជាកំហុសទេក៏ប៉ុន្តែប្រសិនបើលោកហ៊ុនសែនបើកឲ្យយើងនឹងមានការប្រកួតប្រជែងដោយសេរីនិងយុត្តិធម៌ប្រសិនបើយើងប្រកួតប្រជែងទៅឲ្យវាចាញ់លោកហ៊ុនសែនចង់ចិញ្ច្រាំប្រទេសនេះទៅជាប្រមាណ100ជំរាក៏ធ្វើទៅក៏ប៉ុន្តែនៅពេលនេះណាបើសិនជាលោកហ៊ុនសែនបើកលំហប្រជាធិបតេយ្យនិងសេរីភាពពិតប្រាកដឲ្យប្រជាពលរដ្ឋបើពួកយើងឈ្នះយើងគ្រាន់តែស្វែងរកដំណោះស្រាយនឹងការពារទឹកដីរបស់យើងអត់មានគំនុំគុំគួនអីជាមួយនឹងមេដឹកនាំ